โอนថ្ងៃនេះថ្ងៃច័ន្ទជាថ្ងៃដែលដាច់គុណហាត់លោកគ្រូសូត្រឆ្វេងលោកបានរកពុទ្ធបរិស័ទភូមិស្វាយព្រៃដើម្បីមកជួយបូកនិងជួយវីជញ្ជាំងសាលារៀនថ្នាក់ទី11ទី12នៅវិទ្យាល័យវត្តចកហ្នឹងហើយនេះជាសកម្មភាពរបស់បងជាងដែលលោកបានមកចូលរួមមានចំនួនយ៉ាងច្រើនកកប្រហែលជា6 7នាក់ណាមកភូមិនៅក្នុងភូមិស្វាយព្រៃមានចំនួនប្រជាជនប្រហែលជា3 ទៅ 400 គ្រួសារប៉ុន្តែជាក់ស្ដែងយើងអាចរកអ្នកមកចូលរួមជួយជាកម្លាំងដោយស្ម័គ្រចិត្តនឹងគឺបានចំនួនតែប្រព័ន្ធប្រហែលជា4 10នាក់ប៉ុណ្ណឹងឯងបាទសូមអរគុណអូនថ្ងៃនេះថ្ងៃច័ន្ទជាថ្ងៃដែលដាច់គុណហាត់លោកគ្រូសូត្រឆ្វេងលោកបានរកពុទ្ធបរិស័ទភូមិស្វាយព្រៃដើម្បីមកជួយបូកនិងជួយវីជញ្ជាំងសាលារៀនថ្នាក់ទី11ទី12នៅវិទ្យាល័យវត្តចកហ្នឹងហើយនេះជាសកម្មភាពរបស់បងជាងដែលលោកបានមកចូលរួមមានចំនួនយ៉ាងច្រើនកកប្រហែលជា6 7នាក់ណាមកភូមិនៅក្នុងភូមិស្វាយព្រៃមានចំនួនប្រជាជនប្រហែលជា3 ទៅ 400 គ្រួសារប៉ុន្តែជាក់ស្ដែងយើងអាចរកអ្នកមកចូលរួមជួយជាកម្លាំងដោយស្ម័គ្រចិត្តនឹងគឺបានចំនួនតែប្រព័ន្ធប្រហែលជា4 10នាក់ប៉ុណ្ណឹងឯងបាទសូមអរគុណ